នៅភូមិនៅក្បែរអង្គចាប់ឲ្យខ្ញុំនេះបងប្អូនអើយមានប្រជាជនប្រហែលជា10គ្រួសារបងមកភូមិហើយឡើងដល់10គ្រួសារនោះស្ងាត់ឈឹងបងប្អូនស្ងាត់ឈឹងល្អឡើងណាមានប្រជាជនរស់នៅបងឡើងស្ងាត់ហ្មងហើយអត់មានប្រជាជនរស់នៅទេបងស្ងាត់ឈឹងហ្មងហើយដឹងទៅណាមកណាទៅបងអើយឈប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យអីចង់ដើរមើលដើរអីគេនៅក្នុងភូមិនោះអីគេក៏អ្នកកណាវាមានភាពស្ងប់ស្ងាត់ពិបាកបងមកតំបន់ទី2នេះជាងតំបន់ទី1ទៅបងតំបន់ខ្ញុំមកពីខ្មែរតំបន់ទី1គ្រាន់តែថារៀងអ៊ូអជាងនេះបងហើយនិយាយពីតំបន់នេះវិញបងប្អូនឃើញចាក់ស្ដែងមានផ្ទះប្រហែល10គ្រួសារបងមាន10ផ្ទះដែរហើយរោងចក្រមាន2រោងចក្រខាងខ្ទឹមប្រាំងនៅខាងនោះនៅខាងកសិកម្មនោះ1ហើយរោងចក្រខ្ញុំកំពុងធ្វើការនេះ1ហើយរោងចក្ររបស់ខ្ញុំនេះបងប្អូននៅខាងក្រោយខ្នងនេះរោងចក្ររបស់ខ្ញុំកំពុងធ្វើការរាល់ថ្ងៃហើយសភាពវិញបងប្អូនអើយស្ងាត់ឈឹងហ្មងអាដល់ទៅណាមកណាបងប្អូនហើយសិតតែភ្នំទៅអីហើយដឹងស្រាប់អីជនជាតិកូរ៉េគេអត់សូវនៅនៅជនបទទេបើក្មេងៗគឺគេអត់នៅមកហើយអ្នកដែលនៅតំបន់ជនបទទេគឺសិតតែចាស់តែគាត់អាយុច្រើនបងប្អូនដល់ណា90 80ជាងចឹងទៅគាត់អត់អាចទៅណាបានគាត់អាចធ្វើការនៅទីក្រុងកើតចឹងណាហើយសម្រាប់ក្មេងៗគឺថាសាលាតំបន់ដាច់ស្រយាលគឺគេសើបិទទ្វារចោលបងព្រោះជាជនគេច្រើនគេទៅចូលចិត្តរស់នៅទីក្រុងនៅផាត់ធឺនៅចឹងទៅហើយលក្ខណៈថាផ្ទះចាស់ផ្ទះលក្ខណៈនេះបូរាណអីចឹងតែសល់ពីយូរឆ្នាំអញ្ចឹងចេះគេទុកចោលចឹងទៅហើយខ្ញុំសាក់មកដើរមើលនៅតាមភូមិនេះគាត់ថាដើរទៅបានមើលលោមានអ្នកភូមិអីគេរស់នៅច្រើនចឹងណាតែមានណាបងអើយដើរទៅមានផ្ទះប្រហែល10ផ្ទះហើយដល់ស្ងាត់ហើយនេះឃើញចាក់ស្ដែងសើភ្នំបងមានសើភ្នំទេនៅនេះហើយផ្ទះបើផ្ទះឲ្យទៅធ្វើថ្មីយើងស្អាតដែរហើយបងប្អូននេះតំបន់មានផ្ទះប៉ុណ្ណឹងហើយសើភ្នំយ៉ាងហើយផ្ទះជនជាតិកូរ៉េបងមកតំបន់នេះស្ងាត់មែនតើបងអើយហើយបងប្អូនអ្នកនៅទីក្រុងអីនៅខាងទឹកដី31ខាងអីបានធ្លាក់ឈ្មោះបាត់អីស្រួលបងចង់រៀនភាសាកូរ៉េបន្ថែមក៏រៀងស្រួលដែរហើយដោយខាងខ្ញុំនេះចង់រៀនភាសាកូរ៉េជាមួយខាងស៊ូងអីបន្ថែមពិបាកបងធ្វើដំណើរទៅឆ្ងាយចាយពេលយូរចឹងហើយក៏យើងចំណាយពេលជិះរថភ្លើងជិះឡានក្រុងអីទៀតវាមានអារម្មណ៍ថាវាហត់នឿយបងតែងើបពីព្រលឹមហើយពីលប់ឡើងមិនយើងមកវិញចឹងហើយវីដេអូនេះខ្ញុំមានប៉ុណ្ណឹងទេបងចែកម្លែកទៅកាន់បងប្អូនដែរគាត់អត់តន់បានមកប្រទេសកូរ៉េហើយបើសិនជាមកឲ្យជួបដូចកន្លែងខ្ញុំចេះបងប្អូនអើយឯកាស្ងាត់អត់មានជាជនរស់នៅចេះឯកាណាបងអត់ដឹងទៅណាមកណាទេហើយវីដេអូនេះខ្ញុំមានប៉ុណ្ណឹងទេបងហើយស្គាល់បងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំហើយជួយ Subscribe Channel YouTube របស់ខ្ញុំអ្នកមួយផងបងហើយជួបគ្នានៅវីដេអូក្រោយទៀតបងប្អូន